ចឹងនៅលើវីដេអូនេះខ្ញុំនឹងបង្ហាញបាទ3វិធីនៅក្នុងការថតរូបភាពបាទដែលមាននៅលើអេក្រង់កុំព្យូទ័ររបស់យើងអញ្ចឹងនៅក្នុងការថតរូបភាពនៅលើអេក្រង់របស់យើងវាមានអត្ថប្រយោជន៍អីអញ្ចឹងសម្រាប់អ្នកដែលគាត់ធ្វើការងារដូចជា assignment បាទឬក៏យើងរៀបចំជាសៀវភៅសម្រាប់ធ្វើការបង្រៀនបាទអ្នកនរគ្នាគួរតែចេះបាទនៅក្នុងការ record បាទឬក៏យើងហៅថាថតរូបភាពនៅលើអេក្រង់របស់យើងណាបាទអញ្ចឹងនៅក្នុងនេះដែរខ្ញុំនឹងបង្ហាញពី3វិធីនេះបាទទី1គឺតកតងជាមួយនឹងបាទការប្រើប្រាស់នៅលើ shortcut កម្មវិធីរបស់យើងបាទយើងប្រើ key window បូកជាមួយ shift បូកជាមួយនឹងអក្សរ S អញ្ចឹងនៅពេលដែលយើងចង់ធ្វើការថតនៅផ្នែកណាមួយនៃលើអេក្រង់កុំព្យូទ័ររបស់យើងអញ្ចឹងយើងត្រូវចូលទៅកន្លែងដែលយើងថតនឹងសិនណាបាទចាំយើងចុចបាទទៅលើ shortcut key ហ្នឹងគឺថាបើយើងចង់ថតនៅលើផ្ទាំង PowerPoint នេះបាទហើយយើងចង់ថតទៅលើផ្នែកណាមួយទៀតថាខ្ញុំចង់ថតទៅលើផ្នែកនៃ set នេះបាទអញ្ចឹងដល់ពេលចុច set ទៅវានឹងធ្វើការ drop បាទមុខងាររបស់យើងមួយចំនួនទៀតចុះមកខាងក្រៅបែបហ្នឹងអញ្ចឹងកាលណាយើងចង់ថត drop បែបហ្នឹងគឺយើងត្រូវប្រើប្រាស់បាទ shortcut key ដូចមិញមកយើងប្រើប្រាស់ទៅលើ key window បាទបូកជាមួយនឹង shift បូកជាមួយនឹងអក្សរ S អញ្ចឹងដល់ពេលយើងចុចបែបហ្នឹងមកវានឹងធ្វើការបង្ហាញជាលក្ខណៈព្រាវៗបែបនេះហើយម៉ៅរបស់យើងវាមានលក្ខណៈដូចសញ្ញាបូកបាទអញ្ចឹងចង់ធ្វើការថតកន្លែងនេះយើងគ្រាន់តែយកម៉ៅคลิกយើងចុចឲ្យជាប់ឲ្យទាញអូសទៅលើទីតាំងដែលយើងចង់ធ្វើការថតមកអញ្ចឹងវានឹងធ្វើការថត screen របស់យើងកន្លែងនេះមិញហ្នឹងយកមកហើយប៉ុន្តែនៅពេលដែលថតមកវាអត់បង្ហាញចូលទៅក្នុងកម្មវិធីរបស់យើងនឹងទេអញ្ចឹងនៅពេលដែលយើងចង់យកវាទៅប្រើប្រាស់យើងត្រូវធ្វើម៉េចបាទអញ្ចឹងយើងទៅរកកន្លែងឯកសារដែលយើងចង់ដាក់មកហើយយើងប្រើមុខងាររបស់យើងមួយបាទគឺមុខងាររបស់ path នេះបាទអ្នកនរគ្នាចុចនៅលើ path ហ្នឹងទៅបាទអញ្ចឹងវានឹងបង្ហាញអ្វីដែលយើងបានបាទថតមិញមកឲ្យឃើញទេអញ្ចឹងវាជារូបភាពដែលយើងបានថតហ្នឹងអានេះតែតមួយវិធីទី1តែតមួយវិធីទី1នឹងដែរបើន័យថាយើងអាចចូលបានពីរណាយើងអាចប្រើប្រាស់មួយទៀតគឺយើងអាចប្រើប្រាស់ទៅលើមុខងារមួយទៀតគឺយើងប្រើប្រាស់ទៅលើបាទយើងហៅថា print screenអញ្ចឹងសម្រាប់ print screen យើងនៅពេលដែលយើងប្រើប្រាស់យើងត្រូវមើល key មួយបាទ key នោះគឺ key មើលនៅលើ keyboard សម្រាប់ laptop គឺយើងប្រើជាទូទៅ key វារង្កាត់ចេះ P R T S C N នេះបាទហើយដោយឡែកតែទៅមួយ laptop គឺយើងត្រូវប្រើពួកជាមួយនឹង key មួយគឺ key FN ណាបាទអញ្ចឹងសម្រាប់ laptop យើងមិនបាច់ចាំប្រើ FN ទេគឺយើងចុចទៅលើ key នឹងមួយទៅបានហើយសូមបញ្ជាក់ដែរថាសម្រាប់ការប្រើប្រាស់ទៅលើ print screen នេះដែរសម្រាប់ Windows 11វាមានលក្ខណៈស្តៀងទៅនឹងវិធីទី1បាទប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាប្រើនៅលើ Windows 10លក្ខណៈនៃការប្រើរបស់យើងផ្សេងបើន័យថានៅពេលដែលយើងឈរនៅលើផ្នែកណាមួយនៃអេក្រង់របស់យើងហើយយើងចុចទៅលើ key print screen មកវានឹងធ្វើការថតតែម្ដងប៉ុន្តែនៅក្នុង Windows 11វាទាមទារឲ្យយើងធ្វើការអូសដូចនៅលើវិធីដែលខ្ញុំបង្ហាញមុននឹងអញ្ចឹងណាបាទឥឡូវខ្ញុំនឹងបង្ហាញមើលបន្តិចឥឡូវទៀតថាខ្ញុំចង់ថតនៅលើ Google Chrome នេះបាទអញ្ចឹងយើងចុច key FN ហ្នឹងមកចុច key print screen ហ្នឹងមកអញ្ចឹងវានឹងធ្វើការបង្ហាញដូចមិញអញ្ចឹងដូចខ្ញុំបង្ហាញអញ្ចឹងគឺវាដូចគ្នាហើយយើងធ្វើការអូសមកប៉ុន្តែខ្ញុំចង់បញ្ជាក់ថាសម្រាប់ Windows 10នៅពេលដែលថតទៅចុចតែ key ហ្នឹងទៅវាអត់មានបង្ហាញដូចមិញទេវាចេញមកគឺវាលក្ខណៈគឺវាថតយកតែម្ដងហើយយើងគ្រាន់តែចូលទៅក្នុង PowerPoint យើងផាសមកគឺវានឹងបង្ហាញបែបនេះបាទនេះសារខ្ញុំអូសវាទាំងអស់គឺវានឹងបង្ហាញបែបនេះណាអានេះតើតោះជាមួយការថតរបស់យើងណាវិធីទី1ហ្នឹងដូចគ្នាបណ្ដៃគាត់ថានៅក្នុងការចូលគឺវាមានលក្ខណៈផ្សេងគ្នាតើអញ្ចឹងតើតោះជាមួយនឹងវិធីទី2អ្នកទាំងអស់គ្នាអាចចូលទៅក្នុងកម្មវិធី Word យើងក៏បានឬក៏កម្មវិធី PowerPoint យើងក៏បានដែរវាមានមុខងារមួយគេដាក់ថាបាទមុខងាររបស់ screenshot អញ្ចឹងសម្រាប់ screenshot នេះនៅពេលដែលអ្នកទាំងអស់គ្នាចង់ថតអ្នកទាំងអស់គ្នាត្រូវធ្វើម៉េចឥឡូវទៀតថាខ្ញុំចង់ធ្វើការថតនៅលើបាទ Google Chrome នេះរូបភាពដែលយើង search មកនេះបាទឬក៏យើងអាចចូលទៅក្នុងបាទទីតាំងណាមួយណានៅលើ Google Chrome នឹងឲ្យហើយដែលយើងចង់ថតឧទាហរណ៍ថាឥឡូវខ្ញុំចង់ធ្វើការថតទៅលើរូបភាពមួយនេះអញ្ចឹងរូបភាពមួយនេះបើសិនជាយើងថតជាធម្មតាអញ្ចឹងវាអត់ច្បាស់ហើយវារឿងតូចហើយវាជាប់អក្សរគេនេះទៀតអញ្ចឹងយើងអាចចុចបើកមួយសិនមកបាទអញ្ចឹងវាមានលក្ខណៈនឹងធំចេះឃើញទេអញ្ចឹងនៅពេលយើងចង់ធ្វើការថតអ្នកទាំងអស់គ្នាចូលទៅក្នុង PowerPoint របស់យើងសិនហើយយើងចូលទៅក្នុង menu របស់ insert បាទយើងនឹងឃើញមានពាក្យថា screenshot ហ្នឹងហើយជាងចុចព្រួញចុះមកវានឹងមានកន្លែងនេះវាមាន
screen របស់ពូកជ្រុំឲ្យយើងណាបើយើងអត់ទេយើងអាចយកនៅកន្លែង screen clipping នេះបាទចុចកន្លែងហ្នឹងមកវាទៅបើកទៅលើផ្ទាំងពូកជ្រុំអានេះផ្ទាំងដែលយើងបើកមុននឹងយើងចូលកម្មវិធី PowerPoint ហ្នឹងអញ្ចឹងវានឹងបើកផ្ទាំងហ្នឹងមកចឹងយើងធ្វើការទាញតាមទីតាំងដែលយើងចង់បានមកបាទចឹងវានឹងយករូបភាពនេះចូលទៅក្នុងបាទ slide របស់យើងឬក៏ឯកសាររបស់យើងតែម្ដងណាបាទអានេះតើតងជាមួយនឹងការប្រើប្រាស់ទៅលើមុខងាររបស់បាទយើងហៅថា screenshot បាទហើយសម្រាប់ការប្រើប្រាស់នេះបានន័យថាសម្រាប់នៅពេលដែលយើងធ្វើការងារហើយរូបភាពនេះយើងពិបាករកហើយបើសិនជាមាននៅក្នុង PDF យើងអាចប្រើប្រាស់មុខងារដូចខ្ញុំបង្ហាញគឺយើងប្រើប្រាស់ screenshot នេះក៏បានប្រើប្រាស់មុខងារទី1នោះក៏បានដែរយើងប្រើប្រាស់បានដូចគ្នាណាបាទតែអញ្ចឹងខ្ញុំបង្ហាញមួយទៀតបាទតកតងជាមួយនឹងវិធីទី3នៅក្នុងការទៅថតរូបរបស់យើងនឹងដែរនៅលើអេក្រង់អញ្ចឹងនៅលើ Windows របស់យើងគឺវាមានកម្មវិធីមួយដែលមានឈ្មោះថា Snipping Tool អញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅក្នុងកន្លែង Windows នេះមកកន្លែង Start នេះមកបាទអ្នកទាំងអស់គ្នាធ្វើការវាយបាទពាក្យថា SN បាទ Snipping ហ្នឹងបាទយើងវាយពាក្យ Snipping ហ្នឹងមកអញ្ចឹងយើងនឹងឃើញមានកម្មវិធីមុនហ្នឹងលោតមកឲ្យយើងហើយអញ្ចឹងវាមានបាទរូបរបស់យើងលក្ខណៈរាងកត្រៃណាបាទយើងនឹងឃើញមានលក្ខណៈហ្នឹងយើងចុចបាទចុចលើវាទៅអញ្ចឹងវាធ្វើការបើកកម្មវិធីបាទ Snipping Tool ហ្នឹងហើយអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ Snipping Tool ហ្នឹងយើងត្រូវចូលទៅរកកន្លែងដែលយើងចង់ថតដូចមិញអញ្ចឹងបាទន័យថាកន្លែងណាដែលយើងចង់ថតយើងចង់ថតនៅក្នុងកម្មវិធី PowerPoint យើងត្រូវចូលនៅកន្លែងហ្នឹងសិនមកប៉ុន្តែសូមបញ្ជាក់ថានៅក្នុងការថតទៅលើ Snipping Tool យើងយក Snipping Tool បើសិនជាយើងចង់ថតទៅលើ drop វាចុះដូចមិញណាឧទាហរណ៍ខ្ញុំចង់ថតផ្ទាំងអញ្ចេះបាទយើងប្រើ Snipping Tool យើងថតអត់ជាប់ទេហ្នឹងមិនមែនថតបានទៅលើតែផ្ទៃធម្មតាទេនៅពេលដែលយើងចូល Snipping Tool ហ្នឹងឧទាហរណ៍ថាខ្ញុំចូល Insert ធម្មតាហើយខ្ញុំចង់ថតទៅលើ menu ហ្នឹងបាទចឹងយើងអាចប្រើប្រាស់ Snipping Tool ហ្នឹងបានណាប៉ុន្តែបើយើងចង់ចុចលើ drop វាចុះហើយយើងថតគឺថតអត់បានទេសម្រាប់ Snipping Tool ណាបាទអញ្ចឹងលក្ខណៈនៃការប្រើគឺប៉ុណ្ណឹងប៉ុន្តែលក្ខណៈពិសេសមួយរបស់ Snipping Tool ដែរបានន័យថានៅពេលដែលយើងធ្វើការថតបែបហ្នឹងយើងអាចធ្វើការ save វាបាទទុកជារូបភាពបាននៅពេលដែលយើងចង់ប្រើប្រាស់លើក្រោយទៀតមកចាំថតទេយើងអាចយករូបភាពនេះមកប្រើបានណាបាទអានេះតើតងមួយការប្រើប្រាស់លើ Snipping Tool ហើយនៅពេលដែលយើងថតវាហើយអញ្ចឹងយើងចង់យកវាទៅប្រើបាទយើងគ្រាន់តែចូលទៅក្នុងកម្មវិធីដូចមុនអញ្ចឹងបាទយើងចុចលើ Path ទៅក៏បានហើយណាបាទចុច Path នោះវានឹងយករូបភាពនោះមកហើយប៉ុន្តែនៅពេលដែលយើងចង់ធ្វើការ save រូបភាពនឹងទុកបាទយើងចុចនៅកន្លែងបាទយើងឃើញនៅកន្លែងវាមានពាក្យថា save បាទចុចលើ save ហ្នឹងទៅចឹងវានឹងឲ្យយើងធ្វើការដាក់ឈ្មោះហើយនឹងរកទីតាំងឯកសារដែលយើងចង់ធ្វើការ save ហ្នឹងឯងណាបាទឥឡូវខ្ញុំអត់បង្ហាញទេចឹងអ្វីដែលខ្ញុំបង្ហាញតាក់ទងជាមួយនឹង3វិធីហ្នឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រកាសជាអាចបាទយកទៅប្រើប្រាស់ហើយមានប្រយោជន៍សម្រាប់ការងារអ្នកទាំងអស់គ្នាបើសិនជាមានចង្អុលអីបន្ថែមតាក់ទងជាមួយនឹងការប្រើប្រាស់ទៅលើការថត screen នេះអ្នកទាំងអស់គ្នាក៏អាចធ្វើការ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបានផងដែរជួបគ្នានៅវីដេអូក្រោយៗទៀតណាបាទសូមអរគុណ